នេះខ្ញុំគ្រាន់តែចង់បង្ហាញថាជាសាកលវិទ្យាល័យដែលចាស់ជាងគេដែលធំជាងគេរបស់ស្រុកយើងសាកលវិទ្យាល័យនេះធ្លាប់ប្រគល់សញ្ញាបត្រទៅសម្ដេចសង្ឃរាជជួនណាតនៅក្នុងជំនាញភាសាខ្មែររបស់គាត់ហើយនឹងទៅអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលីខ្វាន់យូហើយទៅសម្ដេចតេជោពេលដែលលោកនៅជានាយករដ្ឋមន្ត្រីហើយនឹងទៅបរទេស2នាក់ទៀតគឺម្នាក់ប្រហែលជាខាងបងផាឌីខាងវិចិត្រសិល្បៈស្គាល់ច្បាស់គឺ Professor Izizawa ជប៉ុនដែលមួយជីវិតរបស់គាត់ចំណាយទៅលើអង្គរខ្មែរគឺគាត់ស្រាវជ្រាវគាត់ជួសជុលទី3គឺ Professor Kim នៅកូរ៉េនេះគាត់មាន foundation តាក់ទងនឹងអប់រំមួយហើយគាត់ជួយអប់រំច្រើនបំផុតហើយគាត់មានពេទ្យភ្នែកនៅកូរ៉េដែលដូររ៉េទីនភ្នែកមុនគេនៅអាស៊ីហើយគាត់ដែលមកជួយពេទ្យអង្គឌួងនេះឯងនេះជាបរទេស3នាក់បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យយើងក្រៅពីហ្នឹងមហាធាពេលដែលគាត់នៅជានាយករដ្ឋមន្ត្រីគាត់ធ្លាប់បានទទួលយើងហៅ fellowship មិនមែនជាសញ្ញាបត្រទេប៉ុន្តែជាការលើកសរសើរនៃការខិតខំប្រឹងប្រែងរបស់គាត់ទាក់ទងទៅនឹងវិស័យអប់រំ